ងារស្រីមានតែប៉ុណ្្នឹងឯងបងប្អូនក្រៅតែពីមើលកូនគឺធ្វើម្ហូបឲ្យប្តីមកហើយបើបានប្តីសរសើរតែឆ្ងាញ់វិញគឺធ្វើងាប់ចោលមកម្ហូបផងឆ្លៀតបិទម៉ាស់មុខផងយើងនិយាយពេកយកមួយជួមនឹងអាចវានៅជាមួយយើងអត់ឈប់ឈរសោះជាការងារស្រីដែរមនុស្សប្រុសមួយចំនួនតូចគាត់មើលរំលងថាអត់មានធ្វើអីសោះស្ដីនាងខ្ញុំនេះមកព្រឹកធំណាបាយទឹកកូនផងដាំបាយលាងចានលាងឆ្នាំងដល់ម៉ោងធ្វើម្ហូបឲ្យប្តីបាទរំតែធ្វើម្ហូបរួចញ៉ាំបាយញ៉ាំអីហើយនេះបានប្តីគាត់យកកូនស្រោចទឹកផងបានប្តីជួយមីចទឹកឲ្យកូនផងណាបើសិនតែមីចទឹកខ្លួនឯងទៀតគឺឲ្យបានថាការងារខ្លះកុំមើលរំលងអាការងារទូចនឹងឯងដែលធ្វើមកព្រឹកធំមកព្រឹកតាំងពីម៉ោង7រហូតដល់ម៉ោង12ចូលដល់ម៉ោង1ម៉ោង2អត់ទាន់ហើយទៀតដូចជាស្ដីនាងខ្ញុំមិនមែនការងារតែមុខទេមិនមែនការងារធ្វើតែម្ហូបឲ្យប្តីឬក៏មើលកូនតែមុខទេណាគឺការងារខ្លះខ្ញុំត្រូវលក់អនឡាញធ្វើវីដេអូផ្សេងទៀតដើម្បីផុសចូល page ចឹងណាឆ្លៀតពីការងាររស់ស៊ីគឺយើងឆ្លៀតធ្វើម្ហូបឲ្យប្តីចឹងទៅព្រឹកនេះក៏មានអីពិសេសទេបងប្អូនមានតែឆាលោកលាក់សាច់គោអញ្ចឹងណាលោកប្តីគាត់ចូលចិត្តឆាឲ្យគាត់ទៅអញ្ចឹងណាម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនមើលតាមជាក់ស្ដែងណាថែមគ្រឿងថែមអីដែលខ្លួនឯងចូលចិត្តទៅអញ្ចឹងណាតែមុខម្ហូបនេះខ្ញុំធ្វើសម្រាប់គ្រួសាររបស់ខ្ញុំអញ្ចឹងវាងាយលឿនអញ្ចឹងឆាប់បានហូបព្រោះម៉ោងក៏ជ្រៅដែរហើយអញ្ចឹងណាខ្ញុំអត់បានបង្ហាញពងទាទេឥឡូវជឿនមុនគេបងអស់អញ្ចឹងណាបងប្អូនចូលមកដល់កន្លែងនេះគឺរួចមុខហើយនៅធ្វើទឹកជ្រលក់ឥឡូវទឹកជ្រលក់យើងក៏បានរួចដែរបងប្អូនបានឃើញអញ្ចឹងកូនខ្ញុំទៅខ្លាំងមិនមែនទៅពឹសធម្មតាទេសឹងថាពេលខ្លះខ្ញុំចង់បសាយបសាទខ្លួនឯងផងមកដល់កន្លែងនេះព្រួយវារំខានអត់ឈប់ឈរសោះយើងឆ្អិនហើយសួរប្តីខ្ញុំថាមិនដែរបងឆ្ងាញ់អត់និយាយអីទាំងអស់ថាតើម៉ាត់ថាទឹកដៃឡើងវិញហើយខ្ញុំនេះបានលឺប្តីសើបន្តិចហ្នឹងគឺសម្រាប់ខ្ញុំវិញអ្នកដតីខ្ញុំដឹងណាតែបើសម្រាប់ខ្ញុំចង់ថាធ្វើម្ហូបអីដែលឆ្ងាញ់ហើយឆ្ងាញ់បំផុតឲ្យប្តីញ៉ាំដើម្បីគាត់ចាំទឹកដៃប្រពន្ធរបស់គាត់ថានេះគាត់ហូបម្ហូបក្រៅអត់ឆ្ងាញ់ដូចប្រពន្ធគាត់ធ្វើសោះ